Nọc ní ngày ní nhưng này nó mà pi lùm hạt tìm bà lòng cái mũi bà cứ chia phết lùm hạt kẹn nhiệt sau ná chẳng dừng nó nên mà mơ thiền ngọc ní cái áo ấy rồi cái miền ABC nó mẹ phò cô nó mà bị bọn mà phải pram hay cái dừng kẹn nhiệt A mà bà năng chẳng dừng sẵn cái kinh thả thì mũi A dơ nứng cứ về miền 7 tua ná bà chẳng 7 tua ní cứ chỉ tua thì mũi tua thì phí tua thì 7 bà hay ảnh nhạt vẫn có miền 7 đây bà thay nhữngคือ miền A B C ដូចគ្នាអញ្ចឹងវិធីសាស្ត្រដោះស្រាយគឺមានពីររបៀបអញ្ចឹងខ្ញុំប្រាប់ពីរបៀបទី1មុនទី1គឺអ្នកនរគ្នាត្រូវយកបំរាប់គេមកធ្វើណាអញ្ចឹងបំរាប់របស់យើងគឺជា A គុណ B គុណ C ស្មើ2025អញ្ចឹងអ្នកនរគ្នាអាចទាញយកអាញ៉ាត់មួយក្នុងចំណោមទាំង3ហ្នឹង A ក៏បាន B ក៏បាន C ក៏បានបាទអញ្ចឹងឥឡូវខ្ញុំទាញយក A ចុះអញ្ចឹងពេលដែលខ្ញុំទាញយក A ហ្នឹងគឺហូន B C ទៅខាងនោះណាបាទអញ្ចឹងវាទៅជា2025លើ BC ហើយនាំនេះចំនួនចូលគ្រប់កន្លែងដែលជាអក្សរ A ហ្នឹងគឺអ្នកនរគ្នាដូរទៅជា2025លើ BC ទាំងអស់ហ្នឹងអញ្ចឹងនេះកន្លែងចំនួនកន្លែងនេះកន្លែងចំនួនកន្លែងនេះកន្លែងចំនួនកន្លែងនេះកន្លែងចំនួនបាទអញ្ចឹងបន្តមកទៀតយើងចាប់ដើមសម្រួលណាដែលសម្រួលបានណាអញ្ចឹងកន្លែងនេះយើងគុណវាឡើងទៅលើបាទឃើញ2025ការ៉េលើ BC ហើយអានេះយើងសម្រួលនេះមួយចោលសម្រួល B ចោលមួយគឺនៅសល់ B BC បាទអញ្ចឹងអានេះនៅសល់ C ណានេះសល់ BC អានេះសល់2025បាទតមកតួនេះគឺដដែលបាទតួនេះគឺដដែលគឺ B លើ BC បូក B បូកនឹង2025បូកជាមួយនឹងនេះយើងសម្រួលវាចោលមួយណាបាទយើងនាំនេះសម្រួលញ៉ាត់ C ចោលមួយទៅគឺវាស្មើជាមួយនឹង C លើបាទ C លើ2025លើ B បូក C បូក1បាទអញ្ចឹងអ្នកនរគ្នានាំគ្នាចាប់ផ្ដើមតម្រូវភាពបែងតួមួយមួយមកណាបាទអញ្ចឹងការតម្រូវរបស់យើងគឺអ្នកនរគ្នាយើងមើលអ្នកនរគ្នាណាបាទអញ្ចឹងករណីនេះគឺភាពបែងរួមនៅខាងក្រោមហ្នឹងគឺជា BC បាទអញ្ចឹង BC យើងដាក់មកខាងលើនេះគឺខ្វះ 2025B បូកជាមួយនឹងអានេះ2025ការ៉េនេះគុណនឹងអានេះត្រូវគុណ BC ណាអញ្ចឹង 2025B BC បាទអញ្ចឹងបន្ទាប់ពីនេះយើងបានប៉ុណ្ណឹងហើយគឺយើងចាប់ដើមមកមើលលើភាគយកវិញភាគយកទៅដែរណាបាទភាគយកគឺ2025ការ៉េលើ BC បាទនេះគឺដដែលហ្នឹងគឺស្មើជាមួយនឹង B BC បូក B បូក2025កន្លែងនេះអ្នកនាងតម្រូវភាពបែងវាមួយមកអញ្ចឹងភាពបែងរួមវាគឺ B បាទ B បាទអញ្ចឹងពេលនោះគឺបើភាពបែង B កន្លែងហ្នឹងគឺអ្នកនរគ្នាដាក់មក2025បូក BC បូកនឹង B បាទនេះគឺជាអក្សរ C អញ្ចឹងពេលនោះអ្នកគ្នាចាប់ដើមសម្រួលនេះចោលបានណាសម្រួលភាពបែងចោលទៅបាទឃើញ2025ការ៉េចែកជាមួយនឹងនេះអ្នកនាងទាញ2025ជាកតាគឺនៅសល់ B បូក2025បូកនឹង BC បាទតមកទៀតអានេះគឺដដែលបាទ B BC បូក B បូក2025កន្លែងនេះអ្នកនាងត្រូវគុណចម្រាស់មកខាងលើវិញណាអញ្ចឹងទៅជា BC បាទនេះទៅជា2025បូក BC បូកនឹងអក្សរ B បាទអញ្ចឹងអានេះយើងសម្រួលចោលមួយឃើញ2025បាទលើសល់ B បូកជាមួយនឹង BC បូក2025ណាបាទសេណាមុនក៏បានដែរតួហ្នឹងអញ្ចឹងនេះគឺ B BC បូក B បូក2025ទៀតអានេះដូចគ្នាដែរគឺ BC បូក B បូក2025អញ្ចឹងអ្នកសង្កេតឃើញថាពាក្យបែងវាហ្នឹងคล้ายទៅជាដូចគ្នាបាទអញ្ចឹងពេលដែលអ្នកគ្នាដូចគ្នាគឺអ្នកគ្នាចាប់ផ្ដើមតម្រូវពាក្យបែងរួមទៅពាក្យបែងវាដូចគ្នាណាគឺ B បូក BC បូក2025អញ្ចឹងខាងលើ2025បូក B បូក BC បាទអញ្ចឹងវាដូចគ្នាគឺស្មើនឹងលេខ1ណាបាទនេះគឺជាកន្សោមរបស់យើងអាចធ្វើបែបហ្នឹងណា
បាទអញ្ចឹងយើងងាកមកមើលវិធីទី2ទាំងអស់គ្នាវិធីទី2ហ្នឹងគឺយើងយកតួគោលណាបាទយើងកំណត់តួគោលអញ្ចឹងបើយើងយកតួណាជាគោលក៏បានដែរអ្នកនេះអត់អីទេណាបាទអញ្ចឹងបើឧទាហរណ៍ថាឥឡូវខ្ញុំយកតួណាលេខជាគោលបាទគឺខ្ញុំយកតួនេះជាគោលណាបាទតួគោលបាទខ្ញុំយកតួហ្នឹងគឺជាតួគោលអញ្ចឹងមានថាកន្លែងហ្នឹងគឺគុណនឹង1ខ្លួនឯងបាទគុណនឹង1ខ្លួនឯងដល់ពេលមួយទៀតនេះបាទតួទី2នេះអ្នកនាងគិតមើលតើយើងត្រូវគុណនឹងប្រមាណបាទរបស់យើងនៅសល់2តួទៀតគឺនៅសល់AC ជាមួយនឹង C អញ្ចឹងបើអ្នកនរគ្នាគុណជាមួយនឹងAC ចូលខាងនេះគុណនឹង AC ចូលខាងនេះគឺត្រូវនៅសល់អីគេបាទត្រូវនៅសល់ C ត្រូវគុណ C ចូលតោះនេះបាទអញ្ចឹងពេលដែលអ្នកនាងគុណចូលយើងចាប់ផ្ដើមគុណណាបាទអញ្ចឹងឥឡូវយើងគុណចូលបាទយើងអាហ្នឹងមុននឹងបណ្ឌិតមើលយើងត្រូវគុណមើលជាក់ស្ដែងសិនណាបាទអញ្ចឹងតួគោលយើងគឺ1ខ្លួនឯងអត់គុណទេបាទនៅសល់2តួទៀតគឺតួទី2យើងត្រូវគុណ AC តួទី3តួដំបូងគេយើងត្រូវគុណ C អញ្ចឹងខ្ញុំចាប់ដើមគុណណាគឺ2025 A បាទនេះ AB បូក2025 A បូក2025អញ្ចឹងកន្លែងនេះយើងនិយាយមិញថាយើងគុណនឹង C ចូលបាទគុណ C ចូលគុណ C ចូលបែបនេះណាបន្ទាប់មកទៀតអ្នកនរគ្នាចាប់ផ្ដើមមើលខាងនេះវិញអញ្ចឹងខាងនេះគឺយើងត្រូវគុណជាមួយនឹងបាទខាងនេះគឺបងប្អូនត្រូវគុណនឹង AC ចូលអញ្ចឹងគុណ AC វាទៅជា B ហើយមាន AC ណាបាទនេះគឺ BC បាទបូកជាមួយនឹង B ហើយបូកជាមួយនឹង2025បាទអញ្ចឹងតួគោលនេះគឺដដែលណាអញ្ចឹងខ្ញុំគុណនឹង AC ណាអញ្ចឹងខ្ញុំដាក់ AC ចូលចេះចឹងណាបាទនេះគឺគុណនឹង A1 គុណនឹង C មួយទៀតតែយើង C យើងគុំដាក់គុណឡើង C ក្រៃអីណាបាទគឺអ្នកនាងសរសេរវាអញ្ចឹងទៅព្រោះគោលដៅធំបំផុតដែលយើងត្រូវចំនួននោះគឺយើងត្រូវចំនួនបាទគឺត្រូវចំនួន A B C ហ្នឹងអញ្ចឹងឡើយនេះត្រូវ A C អានេះ A C ចូលណាបាទអញ្ចឹងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមអាក្រោយនេះនៅដដែលណាបាទ C លើ AC បូក C បូក1បាទអញ្ចឹងពេលនោះគឺយើងចាប់ផ្ដើមចំនួនតម្លៃចូលដោយសារតែ ABC យើងគឺ2025អញ្ចឹងនេះយើងដូរទៅជា2025បូក2025 AC បូកជាមួយនឹង2025 C បាទហើយឥឡូវគឺដដែល2025 AC បាទបន្ទាប់មកទៀតតួទី2ហ្នឹងគឺជាតួដែលអ្នកនេះត្រូវចំនួនលេខណាបាទ ABC ខាងលើចំនួនឲ្យ2025អានេះទៅជា2025នេះ25C បូកជាមួយនេះ2025បូក2025 AC បាទបន្ទាប់ពីហ្នឹងទៅគឺអ្នកនរគ្នាត្រូវបាទត្រូវទាញជាកតាទៀតណាបាទអញ្ចឹងតួក្រោយនៅដែរបាទដោយសារយើងយកតួគោលគឺអត់មានប៉ះពាល់គេទេ AC បូក AC បាទបូក C បូក1ដែរណាបាទអញ្ចឹងនេះឥឡូវយើងទាញ2025នេះស្រួលគឺ AC លើ1បូកជាមួយនឹង AC បូកជាមួយនឹង C បូកនឹងនេះនេះទាញ2025នេះស្រួលសល់ដូចគ្នាណាបាទបូក AC បូកជាមួយនឹងតួនោះគឺដដែល AC បូក C បូក1បាទនេះឃើញថាវាបែងវាគឺដូចគ្នាទាំងអស់គឺ1បូក C បូក AC អញ្ចឹងឥឡូវហ្នឹងគឺ1បូក C បូក AC វាបែងដូចគ្នាយើងបូកវាយកឲ្យឃើញ1ណាបាទនេះគឺជារបៀបទី2បាទអញ្ចឹងបន្ទាប់ពីយើងមើលលំហាត់អនុវត្តហើយគឺសំទោសលំហាត់គំរូហើយអ្នកនាងនាំគ្នាមកធ្វើលំហាត់អនុវត្តទាំងអស់គ្នាអញ្ចឹងខ្ញុំមានលំហាត់ចំនួន3ខ្ទង់ហើយយើងលំនាំគំរូដូចគ្នាណាអញ្ចឹងអ្នកនាងខមមិនចម្លើយនៅខាងក្រោមវីដេអូនេះផងណាបាទអរគុណ